นี่ផ្លូវក្រោយវត្តទៅបឹងដើរក៏បងប្អូននេះណាទម្លាប់ខ្ញុំតែល្ងាចឡើងខ្ញុំជិះម៉ូតូឆ្វែលតាមខ្នងបន្លាយទៅត្បូងទៅស្រូបយកខ្យល់បរិសុទ្ធបរិយាកាសល្អណាស់វាកើតណាបងប្អូនតែល្ងាចឡើងធ្លាក់ខ្យល់ទៅជាលហឹមអារម្មណ៍ស្រស់ស្រាយណាខ្ញុំល្ងាចឡើងខ្ញុំទៅហាត់ប្រាណធាក់ខ្យល់1 ម៉ោង 2 ម៉ោងអានមកផ្ទះវិញស្រាប់តែល្ងាចមិញបងប្អូនអើយជួបរឿងរន្ធត់ម៉ោង8កន្លះក្បាលប្រលប់ហ្នឹងណាជួបក្មេងស្រីជិះម៉ូតូអាត្រីមិនដឹងសូនម៉ានទេខ្ញុំអត់បានមើលទេស្រាប់តែមិនលត់មុខខ្ញុំបងប្អូនហើយមកដល់មុខខ្ញុំនឹងលត់ដេកកំឆេះធាក់ក៏មិនឆេះខ្ញុំក៏សួរមិនហើយកូនទៅគេឆ្លើយវិញដឹងមិនទេពូជួយមើលខ្ញុំតិចមើលពូខ្ញុំក៏បញ្ឆេះម៉ូតូបំភ្លឺទៅឃើញកូនស្រីណាអាយុខ្ទង់ប្រហែលជា7 8 10ប៉ុណ្្នឹងហើយស្លៀកខោខ្លីពាក់កណ្ដាលផ្លូវពើខ្លាញ់ក្តាមហើយពាក់អាវដៃខ្លីពើទ្រុយចេកអាវគេហ្នឹងណាហើយសក់ការ៉េស្អាតណាកូនហ្នឹងណាដៃជើងឡើងសឡូនលាបលេសខ្ចីញញទៅក៏ខ្ញុំទៅមើលឲ្យថាអស់សាំងដឹងកូនតែគេថាមិនដឹងទេពូខ្ញុំខ្ចីម៉ូតូមេខ្ញុំជិះផងហើយកូនឯងជិះតៃណាមកណាខ្ញុំសួរអញ្ចឹងណាតែគេថាខ្ញុំជិះលេងហ្នឹងពូជួយមើលខ្ញុំតិចមកពូខ្ញុំក៏បើកកែបមើលសាំងមើលអីទៅសាំងនៅលឹងពេញរេសវរខ្ញុំក៏ថាចេះទៅកូនឯងឡើងទៅដោះលេខអស់ទៅឡើងទៅចាំពូរុញឲ្យហើយពូប្រាប់ដាក់លេខចាំដាក់ណាកូនណាតែគេឆ្លើយចាខ្ញុំរុញវូជក់កង់ទៅថាដាក់លេខកូនដាក់លេខទៅគេដាក់លេខប៉ែឆេះក្ដួងបងប្អូនឆេះក្ដួងស្រាប់តែម៉ូតូនោះហោះងូងទៅលើហោះទៅលើអាកាសហ្នឹងបងប្អូនស្រាប់តែហោះងូងទៅលើបាត់ម៉ូតូបាត់មនុស្សនឹងភ្លាមទៅឃើញភ្លើងដូចកំជ្រួចយកទៅលងវែងទៅលឺទៅសំឡេងគេស្រែកអរគុណខ្ញុំអរគុណហើយពូខ្ញុំលាហើយលាហើយស្រាប់តែភ្លើងនោះវាចាក់គួរទន្រង់ទៅដើមចង្ករីបឹងកពស់ណោះខ្ញុំក៏ភ្ញាក់ខ្លួនព្រើតខ្ញុំថាទេម៉ូតូអាណាចេះហោះទៅលើអាកាសអញ្ចឹងមានតែខ្មោចលងខ្ញុំក៏ព្រឺក្បាលខ្ញាក់ខ្ញុំនឹកឃើញខ្ញុំតាំងអារម្មណ៍ថាទេបើលងទៅបើឃើញលងឲ្យស្អាតអញ្ចឹងលងរាល់ថ្ងៃក៏បានដែរមិនលួសព្រលឹងទេកុំតលងធ្វើមុខក្វែងក្វាមភ្នែកលៀនដាតអីអាហ្នឹងចាំខ្លាចនេះលងស្អាតអញ្ចឹងមិនអីទេខ្ញុំតាំងអារម្មណ៍អញ្ចឹងណាចប់ហើយបងប្អូនរឿងខ្លីៗមែនប៉ុណ្្នឹងឯងបាយ